對於今日下午喺大埔宏福អញ្ញាធិបបាននិយាយថាចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះប្លុកអគារផ្ទះល្វែងខ្ពស់ៗនៅហុងកុងបានកើនដល់44នាក់ខណៈ279នាក់ទៀតបានបាត់ខ្លួនអញ្ញាធិបបញ្ជាក់នៅព្រឹកថ្ងៃប្រហ័ននេះថាមនុស្សយ៉ាងតិច44នាក់ត្រូវបានសម្លាប់និងរបួសធ្ងន់ធ្ងរ45នាក់ទៀតនៅក្នុងអគ្គិភ័យដ៏ធំមួយដែលបានឆាបឆេះអគារផ្ទះល្វែងឬ Apartment នៅសង្កាត់តៃប៉ូនៃទីក្រុងហុងកុងកាលពីថ្ងៃទី26ខែវិច្ឆិកាទីតាំងនេះប្រមូលផ្ដុំអគារខ្ពស់ៗសរុបចំនួន8ខ្នងសម្រាប់ផ្ដល់បន្ទប់ជាផ្ទះល្វែងរស់នៅជិត2000បន្ទប់ក្នុងនោះ4អគារត្រូវបានភ្លើងឆាបឆេះអ្នកពលិតអគ្គិភ័យជាង800នាក់បានចូលរួមនៅក្នុងប្រតិបត្តិការពលិតភ្លើងអ្នកពលិតអគ្គិភ័យអាយុ37ឆ្នាំម្នាក់បានស្លាប់នៅក្នុងការប្រយុទ្ធនឹងភ្លើងរដ្ឋបាលហុងកុងប្រកាសចាត់ទុកថាជាការលះបង់ជីវិតនិងប្រកបដោយភាពក្លាហានអ្នកស្រុកកំពុងសុំជំនួយពីអាជ្ញាធរមូលដ្ឋានបន្ទាប់ពីបាត់បង់ទំនាក់ទំនងជាមួយសាច់ញាតិនៅខាងក្នុងអគារនេះបើតាមក្រុមប្រឹក្សាក្នុងតំបន់បានប្រាប់សារព័ត៌មាន BBC មេដឹកនាំហុងកុងលោក John Lee បាននិយាយថាក្រុមការងារមួយនឹងត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតការឆេះនេះហើយលទ្ធផលនឹងត្រូវបានដាក់ជូនអ្នកធ្វើកសលវិច័យលោកបញ្ជាក់ថាត្រូវផ្ដល់ការពន្យល់ដល់សាធារណជននាយកប្រតិបត្តិក្រុមហ៊ុនសំណង់ចំនួន3នាក់កំពុងស្ថិតក្រោមការចាប់ខ្លួនដោយសង្ស័យថាជាអំពើឃាតកម្មភ្ជាប់ទៅនឹងសម្ភារៈដែលងាយឆាបឆេះអាចបណ្ដាលឲ្យភ្លើងរាលដាលយ៉ាងឆាប់រហ័សគ្រោះអគ្គិភ័យនេះត្រូវបានគេចាត់ទុកថាជាកម្រិតទី5ដែលជាកម្រិតធ្ងន់ធ្ងរបំផុតនៅហុងកុងនៅឆ្នាំ2008ហុងកុងក៏ធ្លាប់កើតមានករណីឆេះអគារកម្រិត5ដែរដោយពេលនោះសម្លាប់មនុស្សចំនួន4នាក់